សូមជម្រាបសួរលោកគ្រូសប្តាហ៍នេះលោកនាយកមានប្រធានបទអ្វីដើម្បីលើកយកមកបង្ហាញជូនទូរទស្សនិកជនដែរចា៎បាទសប្តាហ៍នេះខ្ញុំបាននឹងលើកយកប្រធានបទស្ដីអំពីវិធីសាស្ត្រនៃការផលិតថ្នាំដើម្បីព្យាបាលទៅលើសត្វដោយយើងយកផ្កាម្លិះបាទដើម្បីមកចែកជូនដល់ពុកម៉ែបងប្អូនយើងឲ្យបានជ្រាបអំពីវិធីសាស្ត្រនៃការយកផ្កាម្លិះនេះមកធ្វើជាថ្នាំព្យាបាលក៏ដូចជាបាទការពារសត្វយើងកុំឲ្យឈឺកុំឲ្យងាប់ហើយឲ្យវាធំធាត់លឿនតែម្ដងបាទតើហេតុអ្វីបានជាលោកនាយកលើកយកប្រធានបទនេះយកមកបង្ហាញចា៎បាទប្រធានបទនេះមានសារៈសំខាន់ណាស់ពីព្រោះថាចេះបរិញ្ញាបជាកសិករយើងឲ្យលោកចេះដាំផ្កាហ្នឹងយកបានលក់បាទពេលដែលយើងដាំផ្កាម្លិះហ្នឹងយកទៅបានលក់ហើយបាទផ្កាមួយចំនួនដែលយើងសល់បាទយើងអាចយកទៅធ្វើជាថ្នាំព្យាបាលសត្វបានទៀតហើយជាពិសេសទៅទៀតផ្កាដែលយើងបូជាព្រះហើយនេះបាទដែលទៅជាក្រៀមហ្នឹងបាទយើងប្រមូលផ្កានឹងមកវិញដើម្បីយកទៅធ្វើជាថ្នាំព្យាបាលសត្វនឹងបានទៀតផងដែរបាទនេះជាអ្វីដែលខ្ញុំបានទៅសិក្សានៅប្រទេសក្រៅហើយឃើញថាមានការរីកចម្រើនណាស់នៅប្រទេសគេដោយសារគេប្រើឲ្យអស់លទ្ធភាពនៅអ្វីដែលយើងដាំម្ដងឧទាហរណ៍យើងដាំម្លិះនឹងម្ដងអញ្ចឹងម្លិះនឹងវាមានប្រយោជន៍អីខ្លះយើងប្រើឲ្យអស់វាមកបាទយើងបានប្រយោជន៍ច្រើនបាទប្រិមិត្តជាទីមេត្រីជាបន្តទៅទៀតនេះសូមទស្សនានៅការបង្រៀនរបស់លោកគ្រូចៅពេលណាំដូចតទៅបាទហើយថ្ងៃនេះខ្ញុំបាទនឹងលើកយកប្រធានបទស្ដីអំពីវិធីសាស្ត្រនៃការផលិតថ្នាំដើម្បីការពារកុំឲ្យសត្វយើងឈឺក៏ដូចជាធ្វើឲ្យសត្វយើងធំធាត់លឿនដែរបាទមួយរូបមន្តសមមកពីផ្កាម្លិះបាទចឹងផ្កាម្លិះជាប្រភេទផ្កាមួយដែលមានសារៈសំខាន់ណាស់បងប្អូនយើងលោកដាំដុះក្រោយពីយើងបូជាព្រះហើយយើងឃើញថាផ្កាម្លិះនេះបើសិនជាយើងអត់ចេះធ្វើចំណីអីទេបាទថ្នាំព្យាបាលអីទេយើងបោះចោលឡាអញ្ចឹងបើសិនបើបងប្អូនយើងលោកសិក្សាជាមួយអង្គការវត្តកកម្មធម្មជាតិកម្ពុជាយើងបាទក្រោយពីយើងយកផ្កានឹងទៅបូជាព្រះអីហើយផ្កានឹងបាទវាคล้ายទៅជារបស់មួយដែលអត់ប្រយោជន៍នៅពេលដែលយើងអត់ចេះធ្វើនៅអង្គការវត្តកកម្មធម្មជាតិកម្ពុជាយើងបរៀនឲ្យបងប្អូនយើងលោកឆ្នៃបាទផ្កានឹងពីរបស់ដែលអត់ប្រយោជន៍ហ្នឹងយើងទុកចោលយើងទៅជាសម្រាមយើងយកទៅដុតចោលឬបោះចោលទៅកណើសម្រាមហ្នឹងទៅជាថ្នាំមួយរូបមន្តដើម្បីឲ្យសត្វយើងធំធាត់លឿនហើយសត្វរបស់យើងអត់ឈឺអត់ងាប់ទៀតបាទដោយគ្រាន់តែយើងមានបាទផ្កាម្លិះហ្នឹងបាទចំនួន500ក្រាមបាទចំនួនបាទ50ក្រាមបាទផ្កាម្លិះចំនួន50ក្រាមបាទយើងមានមេថ្នាំចំនួន10 cc បាទមេថ្នាំចំនួន10 cc បាទស្កររងូចំនួន10 cc បាទហើយនឹងទឹកចំនួន5លីត្របាទនឹងទឹកចំនួន5លីត្របាទបញ្ជាក់ម្ដងទៀតបាទផ្កាម្លិះបាទយើងមកចំនួន50ក្រាមបាទមេថ្នាំចំនួន10 cc បាទស្កររងូចំនួន10 cc បាទហើយនឹងទឹក5លីត្របាទអញ្ចឹងដល់គ្រាន់តែយើងមានប៉ុណ្្នឹងយើងអាចធ្វើជាថ្នាំមួយការពារមិនឲ្យសត្វយើងឈឺមិនឲ្យសត្វយើងងាប់បានបាទដោយមិនពិបាកទេបាទអញ្ចឹងរបៀបធ្វើតើយើងធ្វើយ៉ាងម៉េចបាទយើងយកផ្កាម្លិះមកដល់យើងហាន់វាឲ្យល្អិតយើងកាប់ចិញ្ច្រាំវាឬក៏យើងកិនឬក៏យើងបុកវាឲ្យល្អិតបាទកាប់ចិញ្ច្រាំឬក៏កិនឬក៏បុកវាឲ្យល្អិតមកបន្ទាប់មកយើងយកមកថ្លឹងយកចំនួន50ក្រាមបាទពេលដែលបានផ្កាម្លិះ50ក្រាមហើយបាទយើងយកទឹកចំនួន5លីត្របាទយើងយកទឹក5លីត្រនឹងមកដល់យើងដាំទឹកនឹងឲ្យពុះបាទពេលដែលដាំទឹកនឹងពុះហើយបាទបានយើងយកផ្កាម្លិះដែលយើងបុកឬក៏កិនល្អិតនឹងហើយយកមកដាក់រងាស់ក្នុងទឹកពុះនឹងរយៈពេល10នាទីបាទបានទឹកនឹងហើយបាទយើងទុកឲ្យត្រជាក់បាទយើងទុកឲ្យត្រជាក់បាទពេលទុកឲ្យត្រជាក់ហើយបានយើងយកមេបាទចាក់ចូលបាទស្ករចាក់ចូលបាទកូរវាឲ្យសព្វទុក7ថ្ងៃយើងអាចប្រើបានបាទ7ថ្ងៃយើងអាចប្រើបានអញ្ចឹងនៅពេលដែលប្រើយើងយកទឹកថ្នាំដែលយើងផ្សំបានហ្នឹងបាទ2ស្លាបព្រាបាយលាយជាមួយទឹក5លីត្រ2ស្លាបព្រាបាយលាយជាមួយទឹក5លីត្រដាក់ឲ្យសត្វយើងផឹកឬក៏លាយជាមួយចំណីឲ្យសត្វយើងស៊ីពេលនោះធ្វើឲ្យសត្វយើងធំធាត់លឿនសត្វរបស់យើងអត់ឈឺអត់ងាប់ទេបាទអញ្ចឹងសិនបងប្អូនប្រជាកសិករយើងបាទដែលលោកគិតថាបាទចង់បានចំណេះជំនាញផ្នែកបាទចិញ្ចឹមសត្វផលិតចំណីសត្វថ្នាំព្យាបាលសត្វថ្នាំការពារកុំឲ្យសត្វឈឺបាទពុកម៉ែបងប្អូនយើងលោកអាចចូលសិក្សាជាមួយអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងបាទដែលមានទីតាំងបាទផ្ទះលេខ19បាទផ្លូវ303សង្កាត់បង្កក់2រាជធានីភ្នំពេញបាទគឺផ្ទះលេខ19បាទផ្លូវ303សង្កាត់បង្កក់2រាជធានីភ្នំពេញបាទគឺនៅខាងលិចឈៀងខាងត្បូងផ្សារទូគោកចម្ងាយ50ម៉ែត្រទេបាទខាងលិចឈៀងខាងត្បូងផ្សារទូគោកចម្ងាយ50ម៉ែត្រ
ឬក៏អាចទំនាក់ទំនងបានតាមប្រព័ន្ធទូរស័ព្ទគឺ023 45 666 80បាទ023បាទ45 666 80ឬក៏អាចតាក់ទង5ប្រព័ន្ធទៀតមានដូចជាបាទ011 016 093 098 099បាទដូចគ្នាទេបាទខុសតែក្បាលទេគឺ78បាទ87 60បាទ78 87និង60តែម្ដងបាទនេះជាទ្រឹស្ដីបាទបន្ទាប់មកគឺយើងចេញទៅអនុវត្តផ្ទាល់ទាំងអស់គ្នាតែម្ដងបាទហើយនេះគឺយើងអនុវត្តរូបមន្តដែលយើងផ្សំមកពីផ្កាម្លិះបាទដើម្បីឲ្យសត្វរបស់យើងធំធាត់លឿនហើយសត្វរបស់យើងអត់ឈឺអត់ងាប់បាទអញ្ចឹងនៅគ្រាន់តែយើងមានផ្កាម្លិះនេះចំនួនបាទ50ក្រាមបាទទឹកបាទ5លីត្រអញ្ចឹងទឹកយើងយកមកដល់ដាំឲ្យពុះបាទទឹកយើងដាំឲ្យពុះអញ្ចឹងមកបាទពេលដែលទឹកពុះអញ្ចឹងហើយបាទយើងយកបាទផ្កាម្លិះហាន់ហើយយើងដាក់បាទចូលរងាស់ប្រហែលជា10នាទីបាទឥឡូវយើងចាប់ផ្ដើមបាទហាន់បាទផ្កាម្លិះមកបាទម្លិះនេះខ្ញុំបញ្ជាក់ឲ្យបាទយើងអាចយកបានទាំងស្រស់យើងអាចយកបានទាំងក្រៀមបាទយើងអាចយកបានទាំងស្រស់ទាំងក្រៀមតែម្ដងបាទអញ្ចឹងយើងនៅពេលដែលយើងបាទយកម្លិះមកដល់យើងហាន់ណាបាទហាន់ឲ្យវាល្អិតបាទពេលដែលហាន់ល្អិតហើយបាទយើងយកវាមកដាក់រងាស់ឲ្យបាន10នាទីទៅបាទយើងដាក់ផ្កាម្លិះចូលបាទរងាស់វាឲ្យបាន10នាទីណាបាទកុំល្អផងតិចស្រាប់ផងបាទយើងក្របវារងាស់ឲ្យបាន10នាទីបាទពេលដែលគ្រប់រងាស់គ្រប់10នាទីហ្នឹងហើយណាបានយើងចាប់ផ្ដើមលាយមេលាយស្ករចូលទៀតបាទឥឡូវនៅពេលដែលយើងស្ងោរគ្រប់10នាទីហើយបាទពេលដែលស្ងោរគ្រប់10នាទីហើយបាទយើងចាប់ផ្ដើមយកទឹកហ្នឹងទៅចាក់ចូលក្នុងធុងមួយមកដើម្បីយើងលាយបាទមេហើយនឹងស្ករទៅទៀតណាបាទអញ្ចឹងទឹកនេះគឺរងាស់10នាទីបាទឥឡូវយើងគ្រប់10នាទីហើយបាទពេលដែលគ្រប់10នាទីហ្នឹងហើយបាទយើងចាប់ផ្ដើមបិទភ្លើងបាទលើកឆ្នាំងហ្នឹងយកទៅចាក់បាទហើយយកទឹកវាយ៉ាត់ឲ្យស្រួលបាទតែម្លិះបាទពេលដែលយើងចាក់ចូលក្នុងធុងនឹងហើយបាទយើងទុកវាឲ្យត្រជាក់ណាបានអាចលាយមេលាយស្ករបានណាបាទនៅពេលដែលយើងទុកវាត្រជាក់ហើយបាទពេលដែលយើងទុកវាត្រជាក់នឹងហើយបាទយើងយកបាទមេ10 cc បាទយកមេ10 cc ដាក់ចូលបាទយើងយកមេ10 cc ដាក់ចូលបាទដាក់ចូលមកបាទហើយនឹងស្ករ10 cc ដែរបាទដាក់ចូលមកបាទស្ករពីបាទពេលយើងដាក់ហើយយើងកូរវាឲ្យសព្វបាទយើងកូរវាឲ្យសព្វហ្មងបាទហ្នឹងហើយបាទយើងកូរវាឲ្យសព្វបាទពេលដែលកូរសព្វហើយយើងក្រើបវាទុកផ្អាប់ទុកបាទ7ថ្ងៃទៅយើងអាចប្រើបានណាបាទឆ្នាំនេះយើងធ្វើថា7ថ្ងៃយើងប្រើបានប្រិមិត្តជាទីមេត្រីបន្ទាប់ពីទេសនានៅការបង្រៀនរបស់លោកគ្រូចៅពេលណាមកចា៎នាងខ្ញុំចង់ដឹងថាតើប្រសិទ្ធភាពនៃការប្រើថ្នាំបើប្រៀបធៀបទៅនឹងថ្នាំដែលផលិតដោយបសុពេទ្យវិញនោះតើវាខុសគ្នាយ៉ាងណាដែរចា៎បាទហើយចំពោះថ្នាំនេះគឺខុសពីថ្នាំបសុពេទ្យត្រង់ថាចំណុចសំខាន់ដោយសារបើយើងនិយាយទៅចំណុចខុសគ្នាច្រើនប៉ុន្តែដោយសារលើកយកតែសំខាន់ទេសំខាន់ទី1គឺបាទបងប្អូនយើងលោកចេះផលិតដោយខ្លួនឯងតែម្ដងបើថ្នាំដែលបសុពេទ្យហ្នឹងតើយើងទៅទិញគេបាទហើយយើងមិនអាចផលិតបានដោយខ្លួនឯងទេអញ្ចឹងចំណុចទី2ប្រសិទ្ធភាពរបស់វាដែលយើងយកមកដាក់លើសត្វរបស់យើងមិនឲ្យឈឺមិនឲ្យងាប់ឲ្យវាធំធាត់លឿនហ្នឹងដូចគ្នានឹងប្រសិទ្ធភាពនៃថ្នាំដែលយើងទិញនៅបសុពេទ្យបាទចំណុចទី3បាទដែលសំខាន់ដែរដោយយើងបាទដូចខ្ញុំបានប្រើជម្រាបជូនអញ្ចឹងយើងប្រើអស់លទ្ធភាពអ្វីដែលយើងដាំនឹងហើយអញ្ចឹងនៅពេលដែលយើងប្រើអស់លទ្ធភាពអញ្ចឹងយើងមានផលចំណេញច្រើនហើយអ្វីដែលលើកយកមកប្រធានបទមកជម្រាបជូននេះជម្រាបជូនដែរ
បាទបើយើងរៀននៅប្រទេសគេក្នុងមួយរូបមន្តអស់រាប់ពាន់រាប់ម៉ឺនដុល្លារបានគេបរៀនជូនយើងប៉ុន្តែនេះជាឱកាសមួយល្អណាស់ដែលបងប្អូនយើងលោកទេសនាហើយលោកចេះធ្វើនៅកម្មវិធីថ្នាំព្យាបាលសត្វនេះតែម្ដងបាទ សូមអរគុណលោកនាយក